ជំរាបសួរបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់កាសុខេនឹង channel ខ្ញុំខូខេនេះសោះគ្នាថ្ងៃនេះគឺខ្ញុំមកចាំលេខតិចនេះធ្វើនំល្ពៅស្រូបទីធ្វើមកនំយើងមានរសជាតិឆ្ងាញ់ហើយសាច់នំរបស់យើងទុកយូរថ្ងៃមិនក៏នំនៅតែទន់ល្អដែរឥឡូវបងប្អូនមកមើលពីវិធីធ្វើខ្ញុំបានគឺយើងមានល្ពៅបងប្អូនប្រើល្ពៅអីក៏បានដែរយើងជ្រើសល្ពៅដែលមានសាច់ពណ៌លឿងស្អាតតិចមកហើយល្ពៅហ្នឹងគឺយើងមើលសាច់វាល្មុតល្អបានយើងយកមកធ្វើនំទៅវាឈ្ងុយឆ្ងាញ់ហើយយើងយកចិត្តវាសបកវាស្អាតយើងឈូសវាយកសាច់កន្លះគីឡូទៅ6ខាំអាស្រ័យលើបងប្អូនចង់បានសាច់ល្ពៅច្រើនឬក៏តិចសម្រាប់ខ្ញុំនេះគឺកន្លះគីឡូហើយយើងឈូសវាឲ្យវាសាច់ទល់ៗល្មមបានទេណាកុំឲ្យវាធំពេកគឺទល់ៗប៉ុណ្ណេះទៅហើយបន្ទាប់មកយើងចាប់ផ្ដើមយកវាទៅលាយគ្រឿងយើងផ្ទេវាដាក់ចូលចានធំមួយមកហើយល្ពៅហ្នឹងគឺខ្ញុំនឹងទុកវាបន្តិចដើម្បីសម្រាប់យើងទុកធ្វើម៉ូតតុបតែងពីលើបន្ទាប់មកយើងចាប់ផ្ដើមលាយជាមួយម្សៅគឺខ្ញុំប្រើម្សៅអង្ករត្នោតចំនួន1ខាំហើយខ្ញុំលាយម្សៅអង្ករខ្សាយចំនួន1ខាំដូចគ្នាបងប្អូនអត់ចូលចិត្តសាច់នំទន់ល្មុតទេយើងបន្ថយម្សៅអង្ករត្នោតប្រើប្រាក់ខាំប្រើម្សៅអង្ករខ្សាយ1ខាំកន្លះទៅគឺបានហើយប៉ុន្តែវាជាតិចនិចទេសម្រាប់ធ្វើនំយើងគឺទន់ល្មើយណាគឺយើងប្រើម្សៅអង្ករត្នោតស្មើគ្នាជាមួយនឹងម្សៅអង្ករខ្សាយទៅសាច់នំយើងវាទន់បងប្អូនប្រើម្សៅអង្ករត្នោតតិចគឺនំយើងវាអត់ទន់ទេហើយយើងលាយជាមួយនឹងស្ករចំនួន1ខាំសម្រាប់ប្រមាណប៉ុណ្ណឹងគឺ1ល្មមហើយយើងដាក់អំបិលក្រាស់ស្លាបព្រាកាហ្វេហើយខ្ទិះដូងគឺយើងប្រើចំនួន250 ml ទៅ300 ml បងប្អូនអាចប្រើចន្លោះនឹងបានយើងដាក់វាម្ដងតិចទៅយើងមើលធ្វើម៉េចលាយកុំឲ្យល្ពៅយើងវាលាយទៅវារាវខ្លាំងពេកណាយើងលាយ1ល្មមប្រមាណវាអត់ខុសគ្នាតិចតួចអាស្រ័យលើម៉ាក់ម្សៅបងប្អូនប្រើចឹងបងប្អូនអាចដាក់ចន្លោះប៉ុណ្ណឹងហើយយើងចាំបាច់តតែម្សៅយើងវារលាយចូលគ្នាជាមួយនឹងស្ករជាមួយនឹងល្ពៅរបស់យើងនឹងគឺវាចូលគ្នាបានសព្វហើយចាំយើងថែមសាច់ដូងចេកចំនួន1ចានចង្កឹះឬក៏ស្មើនឹង1ខាំកន្លះយើងប្រើសាច់ដូងចេកវាស្ទើរឆ្ងាញ់ជាងសាច់ដូងចាស់យើងលាយទៅគឺនំយើងកាន់តែឆ្ងាញ់បងប្អូនអត់លាយយើងស្ទើររសជាតិបន្តិចហើយយើងលាយវាសព្វហើយយើងចាប់តាមទេវាចូលពុំយើងហើយពុំនោះគឺខ្ញុំប្រើជាមួយក្រាស់ដុតនំបងប្អូនមានស្លឹកចេកប្រើស្លឹកចេកក៏បានប៉ុន្តែបើអត់មានទាំងពីរមកគឺយើងលាយប្រេងនឹងពុំរបស់យើងដើម្បីការពារកុំឲ្យវាស្អិតតែយកល្អគួរតែត្រាប់ទៅវាងាយស្រួលមែនតើក្នុងការយកនំយើងចាញ់ណាព្រោះនំហ្នឹងពេលដែលឆ្អិនទៅតោះទៅទុកត្រជាក់ខ្លាំងមកមិនយើងអាចយកចេញទៅវាងាយស្រួលហើយអាសាច់ល្ពៅដែលនៅសល់មិញគឺខ្ញុំបានយកមកលាយពីលើដូចតែបងប្អូនបានឃើញចឹងគឺយើងលាយហ្នឹងពេលដែលឆ្អិននំយើងគឺស្អាតវាហើយយើងអាចយកវាទៅចំហុយប៉ុន្តែមុនចំហុយគឺខ្ញុំដាំទឹករួចរាល់ណាយើងដាំឲ្យវាពុះសិនហើយយើងបន្ថែមជាមួយស្លឹកតើចូលចំនួន3 4ស្លឹកដើម្បីឲ្យក្លិនឲ្យវាមានក្លិនកាន់តែឈ្ងុយហើយយើងចំហុយល្ពៅហ្នឹងរយៈពេល30នាទីទៅ40នាទីអាស្រ័យទៅលើកម្រាស់នំដែលបងប្អូនចាក់ពេលដែលយើងកំពុងតែរងចាំគឺខ្ញុំចាប់ផ្ដើមទៅធ្វើទឹកខ្ទិះសម្រាប់យើងទុកស្រូបពីលើប្រហែលនំប៉ុណ្ណឹងគឺយើងប្រើខ្ទិះចំនួន200 ml យើងប្រើខ្ទិះដើមសុទ្ធលាយជាមួយនឹងម្សៅពោតចំនួន1ស្ពីកាហ្វេកន្លះអំបិល1/4ស្ពីកាហ្វេហើយបើបងប្អូនចង់បានខ្ទិះយើងតែបន្តិចតែឡំៗបងប្អូនអាចថែមជាមួយនឹងស្ករចំនួនកន្លះស្លាបព្រាបាយចូលតែសម្រាប់ខ្ញុំខ្ញុំអត់ចូលចិត្តទេខ្ញុំលាយខ្ទិះឲ្យត្រឹមចេញតែប្រៃឡំៗគឺបានហើយណាហើយពេលដែលយើងយកវាទៅដាំហ្នឹងគឺយើងបន្ថែមជាមួយស្លឹកតើមួយស្លាបដើម្បីជួយខ្ទិះកាន់តែមានក្លិនឈ្ងុយបងប្អូនដាំទឹកប្រើភ្លើងតូចបានហើយហើយយើងកូរវារហូតដល់ទឹកខ្ទិះយើងឡើងពុះឡើងខាប់ល្អហើយយើងត្រូវកូរវារហូតដល់កាលណាបងប្អូនប្រឡែងវាខ្លោចមកពុះខ្ទិះយើងធ្វើតិចតែហើយពេលដែលកូរវាបានពុះល្អយើងបិទភ្លើងទឹកទេវាចូលកូនចានមួយមកសម្រាប់យើងទុកវាយកវាទៅញ៉ាំទៅចុះចាក់តិចទៅវានឹងខាប់ជាងនឹងតិចទៀតហើយស្រាប់ទឹកខ្ទិះរបស់យើងបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមធ្វើការលីងល្ងខ្ញុំប្រើល្ងសចំនួន1ស្ពាយបាយយើងលាងវាស្អាតដាក់វាស្រស់ទឹកហើយចាំយកវាមកលីងបងប្អូនលីងប្រើភ្លើងតូចលីងរហូតដល់តែពណ៌ឡើងក្រហមប៉ុណ្ណេះក្រហមប៉ុណ្ណឹងមិនឈ្ងុយល្អហើយយើងអាចទេវាចូលកូនចានមួយយើងយកវាមកញីឲ្យវាបែកទុកបន្តិចញីជាមួយនឹងអំបិលបន្តិចមកហើយល្ងយើងវាមានជាតិអីតិចតិចហើយពេលញីទៅគឺវាឡើងឈ្ងុយខ្លាំងមែនតើញីវាហើយបងប្អូនចាប់ផ្ដើមទុកវាមួយឡៃសិនយើងចាប់ផ្ដើមទៅមើលល្ពៅដែលយើងចំហុយហើយខ្ញុំចំហុយរយៈពេល30នាទីគឺសាច់ល្ពៅយើងគឺឆ្អិនល្មមតែម្ដងហើយពណ៌នំវិញគឺចេញមកគឺស្អាតខ្លាំងមែនតើឥឡូវនេះគឺខ្ញុំបានយកនំយើងចេញខាងក្រៅទៅវាចុះត្រជាក់សិនមុនបងប្អូនចាប់ផ្ដើមកាត់បើយើងកាត់ខាងក្រៅគឺនំនឹងគឺកាត់ទេណាវាពិបាកកាត់ចឹងបងប្អូនចង់ឲ្យវាកាន់តែងាយស្រួលយើងទៅវាត្រជាក់ហើយបងប្អូនកាត់ក្នុងទូទឹកកករយៈពេល1ម៉ោងទៅ2ម៉ោងហើយនំយើងវាត្រជាក់តិចបងប្អូនកាន់តែងាយស្រួលនំយើងគឺវាអត់ស្អិតទេសម្រាប់ខ្ញុំគឺកាត់នេះគឺនៅរៀងក្តៅបងប្អូនចឹងទៅនំយើងរៀងស្អិតតិចតែអីកាត់បានគាត់ថារៀងស្អិតណាពេលបងប្អូនទុកឲ្យត្រជាក់គឺនំយើងរៀងស្អិតហើយសម្រាប់ខ្ញុំនោះបងប្អូនកាត់ក្នុងកាត់ទូនេះលេងតាមនឹងមកហើយខ្ញុំប្រាប់ជាមួយស្លឹកចេកតិចទៅដើម្បីវាមើលទៅវាស្អាតហើយយើងពេលញ៉ាំគឺងាយស្រួលហើយសម្រាប់នំល្ពៅខ្ញុំហ្នឹងបងប្អូនញ៉ាំអត់អស់យើងអាចទុកក្នុងទូទឹកកកយើងដាក់នំប៉ោះបិទចិត្តដោយសារនៅខែត្រជាក់ធម្មតាហ្នឹងបានរយៈពេល3ថ្ងៃទៅ4ថ្ងៃនំរបស់យើងគឺនៅតែឆ្ងាញ់ដដែលតាំងទីដងហ្នឹងធ្វើហើយហ្នឹងក៏ទុកបានដែរបងប្អូនអត់គិតអត់អូនទេពេលដែលយកមកញ៉ាំបងប្អូនគ្រាន់តែបន្ថែមខ្ទិះជាមួយនឹងល្ងទៅគឺអាចញ៉ាំបានដែរបាយកម្ដៅបាយទេសាច់នំរបស់យើងគឺនៅតែទន់ល្មួតឆ្ងាញ់ខ្លាំងមែនតើហើយរសជាតិគឺអត់ផ្អែមខ្លាំងទេសម្រាប់រូបមន្តរបស់ខ្ញុំហ្នឹងបងប្អូនអត់ធ្លាប់ធ្វើគឺអាចសាកបងធ្វើបានណារសជាតិគឺធានាជូនថាឆ្ងាញ់តែម្ដងអរគុណច្រើនបងប្អូនអរគ្នាបានចូលមើលវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើមានសំណួររីករាយអាច comment នៅក្រោមវីដេអូបានសម្រាប់បងប្អូនថ្មីៗសូមជួយ subscribe channel YouTube និង follow page ខ្ញុំផងអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយ